ពីពណ៌ផលិតផលខ្មែរឆ្នាំ2025ខ្មែរអាចធ្វើបានបែកដូងនៃមោទនភាពនិងភាពច្នៃប្រឌិតខ្មែរមកដាក់មកទាំងត្រង់មកទាំងអីមានតាំងពីស្មៅមានទាំងសម្បើងហើយនេះជំរាបសួរជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាឥឡូវនេះគឺខ្ញុំនៅមុខកម្មវិធីពីពណ៌ខ្មែរធ្វើបានគឺពីពណ៌ផលិតផលខ្មែរឃើញថាទស្សនវិជ្ជាទូទៅនៃកម្មវិធីនេះឃើញថាបងប្អូនប្រជាពលរដ្ឋក៏ដូចជាមានការតាំងពីពណ៌ស្តង់ជាច្រើនមែនតើបងប្អូនអ្នកគ្នាហើយឃើញថាមានការចូលរួមយ៉ាងច្រើនកកនិងបន្ទាប់ពីមានការពិធីការមិនគ្រប់គ្រងផលិតផលប្រទេសជិតខាងឃើញថាមានការសន្ទុះនៃការគ្រប់គ្រងផលិតផលខ្មែររបស់យើងច្រើនមែនតើដូចជាក់ស្ដែងថ្ងៃនេះតែម្ដងគឺខ្ញុំនៅក្នុងកម្មវិធីពិព័រណ៍ផលិតផលដែលខ្មែរធ្វើបាននេះឃើញថាឃើញមនុស្សមកចូលរួមយ៉ាងច្រើនកកតែម្ដងហើយកម្មវិធីនេះដែរគឺធ្វើឡើងរយៈពេល3ថ្ងៃបងប្អូនអ្នកគ្នាចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែកញ្ញាឆ្នាំ2025នេះផងដែរហើយឥឡូវនេះគឺខ្ញុំនឹងនាំបងប្អូនអ្នកគ្នាទៅមើលកម្មវិធីនេះនិងក៏ដូចជាទស្សនវិជ្ជាជាក់ស្ដែងទូទៅនៃការតាំងពីពណ៌នេះមានផលិតផលខ្មែរជាច្រើនមែនតើហើយឥឡូវបងប្អូនកំពុងតែចង់ដឹងយ៉ាងខ្លាំងហើយថាមានផលិតផលអីគេខ្លះតាំងពីកសិកម្មរហូតដល់ឧស្សាហកម្មនិយាយទៅរហូតដល់បច្ចេកវិទ្យាឃើញថាខ្មែរយើងពិតជាធ្វើបានច្រើនមែនតើបងប្អូនអ្នកគ្នាឥឡូវយើងមកចូលរួមកម្មវិធីទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាឥឡូវនេះគឺនៅកម្មវិធីតាំងពីពណ៌នៅកោះពេជ្រពីពណ៌ខ្មែរផលិតផលខ្មែរឃើញថាមានការដាក់តាំងពីពណ៌ក៏មានសេះដែរបងប្អូនអ្នកគ្នាមិនមែនមានតែផលិតផលទេមានតាំងពីសេះនិយាយទៅសัตว์មានគោមានសេះឲ្យមកច្រើនមែនតើតែម្ដងនេះហើយនៅកណ្ដាលក្រុងកោះពេជ្រតែម្ដងនេះមកដាក់មកទាំងត្រង់មកទាំងអីមានតាំងពីស្មៅមានទាំងសម្បើងហើយនេះជំរាបសួរសេះអត់ចេះនិយាយឥឡូវមកបងប្អូនអ្នកគ្នាទៅមើលការតាំងពីពណ៌ហ្នឹងនៅនេះទៀតនេះបងប្អូនអ្នកគ្នាមានតាំងពីគោច្រើនមែនតើមកហើយនេះគោមកច្រើនមែនតើនៅតាំងពីពណ៌ផលិតផលខ្មែរនេះបានជាផលិតផលខ្មែរពិតតែម្ដងគោឲ្យខ្មៅញីងតែម្ដងបងប្អូនអ្នកគ្នាឲ្យមកច្រើនមែនតែម្ដងនៅថ្ងៃទី26ដល់ថ្ងៃទី28ខែកញ្ញាឆ្នាំ2025នេះនៅសាលពិព័រណ៍កោះពេជ្រអគារ G.L រាជធានីភ្នំពេញនឹងប្រែក្លាយជាឆាកដ៏រស់រវើកនៃភាពច្នៃប្រឌិតនិងមោទនភាពជាតិជាមួយនឹងពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទខ្មែរធ្វើបានចូលរួមជំរុញគាំទ្រផលិតផលក្នុងស្រុករៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាសសយក ព្រឹត្តិការណ៍នេះមានរយៈពេល3ថ្ងៃគឺជាឱកាសមាសសម្រាប់អ្នកអាជីវកម្មខ្មែរដើម្បីបង្ហាញសមត្ថភាពទាក់ទាញអតិថិជននិងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិបងប្អូនទាំងអស់គ្នាជាមួយនឹងស្តង់ចំនួនប្រហែលជិត300ស្តង់ដែលបង្ហាញផលិតផលសុទ្ធតែជាផលិតផលខ្មែរចាប់ពីអាហារកែច្នៃសិប្បកម្មប្រពៃណីគ្រឿងសម្អាងធម្មជាតិរហូតដល់កសិកម្មបច្ចេកវិទ្យាពិព័រណ៍នេះនឹងបង្ហាញពីភាពសម្បូរបែបនៃផលិតផលក្នុងស្រុករបស់ខ្មែរយើងតែម្ដងហើយស្តង់នីមួយៗនឹងនាំមកនៅរឿងរ៉ាវតែមួយគត់ដែលឆ្លុះបញ្ចាំងពីការខិតខំភាពច្នៃប្រឌិតនិងស្មារតីខ្មែរធ្វើបានអ្នកចូលរួមទស្សនានឹងទទួលបានឱកាសស្វែងយល់អំពីគុណភាពខ្ពស់និងភាពប្លែកនៃផលិតផលខ្មែរជាច្រើនដែលអាចប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុកនិងអន្តរជាតិពិព័រណ៍នេះគឺជាច្រកទ្វារដ៏សំខាន់សម្រាប់អ្នកអាជីវកម្មខ្មែរដើម្បីបង្ហាញផលិតផលបង្ហាញគុណភាពនិងភាពប្លែកនៃផលិតផលរបស់ខ្លួនទៅកាន់អតិថិជនចម្រុះនិងក្នុងស្រុកនិងអន្តរជាតិបង្កើនបណ្ដាញទំនាក់ទំនងជួបជាមួយអ្នកចែកចាយដៃគូអាជីវកម្មនិងអតិថិជនសក្តានុពលដើម្បីពង្រីកឱកាសអាជីវកម្មលើកកម្ពស់ម៉ាកបង្កើតការទទួលស្គាល់ម៉ាកនិងបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជនតាមរយៈការបង្ហាញផ្ទាល់ជំរុញសេដ្ឋកិច្ចជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកដែលជួយគាំទ្រដល់អ្នកផលិតខ្នាតតូចនិងបង្កើតការងារក្នុងសហគមន៍មិនថាជាអ្នកអាជីវកម្មអ្នកទស្សនានានាពណ៌នេះបានផ្ដល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានភាពច្នៃប្រឌិតស្វែងយកផលិតផលថ្មីនិងគំនិតច្នៃប្រឌិតដែលបង្ហាញពីសក្តានុពលរបស់អ្នកអាជីវកម្មខ្មែរវប្បធម៌និងមោទនភាពជួបជាមួយផលិតផលជូនដែលបញ្ចូលនៅអត្តសញ្ញាណខ្មែរនិងសិប្បកម្មប្រពៃណីការតភ្ជាប់សហគមន៍ជាមួយផលិតផលសហគ្រិននិងអ្នកគាំទ្រផលិតផលក្នុងស្រុកដែលរួមជំរុញចលនាខ្មែរធ្វើបានការកំសាន្តនិងសកម្មភាពរីករាយជាមួយកម្មវិធីមានការសម្ដែងជាមួយនឹងអ្នកផលិតមាតិកាក៏ដូចជា influencer ល្
ល្បីៗជាច្រើនចូលរួមជាមួយនឹងតារាសម្ដែងតារាចម្រៀងនិងវប្បធម៌និងសកម្មភាពអន្តរកម្មនានាដែលធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែរស់រវើកចូលរួមជាមួយយើងនៅពិព័រណ៍ផលិតផលខ្មែរឆ្នាំ2025ដើម្បីស្វែងរកភាពអស្ចារ្យនៃផលិតផលខ្មែរគាំទ្រដល់អ្នកអាជីវកម្មក្នុងស្រុកនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិមិនថាជាអ្នកអាជីវកម្មដែលចង់បង្ហាញផលិតផលឬអ្នកទស្សនាដែលចង់ស្វែងរកអ្វីដែលថ្មីនិងគុណភាពនោះទេព្រឹត្តិការណ៍នេះនឹងផ្ដល់នូវបទពិសោធន៍ដ៏មានន័យសូមកុំខកខានចូលរួមជាមួយយើងនៅថ្ងៃទី26ដល់ថ្ងៃទី28ខែកញ្ញាឆ្នាំ2025នៅកោះពេជ្រដើម្បីក្លាយជាផ្នែកមួយនៃចលនាខ្មែរធ្វើបានតោះជួបគ្នាដើម្បីបង្ហាញពិភពលោកថាផលិតផលខ្មែរមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ